ចាតើឥឡូវយើងចង់ដឹងថាតើគម្រោងផែនការដែលអ្នកទាំងអស់គ្នានឹងដាក់ធ្វើទៅតើវាត្រូវចំគោលដៅដែរអត់ពាក់ព័ន្ធជាមួយនឹងការងារឬក៏អាជីវកម្មផ្សេងដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើតើវាត្រូវគោលដៅដែលយើងចង់បានអត់អញ្ចឹងយើងមានស្លឹកការណ៍ទី1គឺ X of 1បានន័យថាអ្នកទាំងអស់គ្នាគឺនឹងធ្វើនេះបានរីកចម្រើនលឿនលបឿនវាស្ទុះលឿនហ្នឹងហើយវាក៏បង្ហាញថានឹងមានអ្វីភ្លាមបាក់មកជាតំណែងអីម្យ៉ាងឲ្យអ្នកទាំងអស់គ្នាដឹងតាមរយៈការផ្ញើសារឬក៏ការខលទូរស័ព្ទអីអញ្ចឹងណាឲ្យតែតំណែងមកលឿនតាមរយៈអស់ហ្នឹងអ្នកទាំងអស់គ្នានឹងដឹងថាអ្នកទាំងអស់គ្នាកំពុងតែធ្វើទៅនេះដំណើរអ្នកទាំងអស់គ្នានេះវាចេញសកម្មភាពមកគឺវាលឿនណាវាចាប់ដើមធ្វើប្រុសប្រាស់យកតែម្ដងប៉ុន្តែនៅក្នុងហ្នឹងគឺអ្នកទាំងអស់គ្នាមានសិលកាត The Hermit នេះបច្រាស់បានន័យថាអ្នកទាំងអស់គ្នាធ្វើអីក៏ដោយហាក់បីដូចជាបញ្ញាប់ខ្លាំងពេករហូតដល់ពេលខ្លះគឺយើងអត់បានគិតពិចារណាវែងឆ្ងាយច្រើនទេអញ្ចឹងពេលខ្លះគឺអ្នកទាំងអស់គ្នាហាក់បីដូចជាវាខ្សោយនៅក្នុងការគិតឲ្យបានស៊ីជម្រៅជាមួយនឹងរឿងហ្នឹងពាក់ព័ន្ធនឹងខាងក្នុងថាតើខាងក្នុងវាអាចធ្វើទៅលទ្ធភាពបានប៉ុណ្ណាអ្នកទាំងអស់គ្នាគ្រាន់តែគិតស្ទុះស្ទាទៅធ្វើលឿនហ្មងធ្វើទៅបិទថាលបឿនដំបងវាអាចនឹងស្ទុះលឿនហើយនឹងមានការផ្ញើសារអីមកប្រាប់ជាតំណែងថាអូលទ្ធផលដែលធ្វើទៅនេះវាអាចចេញចេះណាតែនៅក្នុងផ្លូវល្អទេអត់អីទេក៏ប៉ុន្តែនៅក្នុងរយៈពេលហ្នឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានទទួលនៅដំណឹងមកយ៉ាងលឿនហ្នឹងហើយវាអាចនឹងមានរឿងខ្លះធ្វើឲ្យអ្នកទាំងអស់គ្នារៀងទុច្ចចិត្តបន្តិចដែរដូចថាស្ទុះវឹងទៅលឿនតែដល់ពេលលទ្ធផលមកដូចអត់គប់ចិត្តដោយអ្វីដែលយើងគិតសោះភ្លាមហ្នឹងណាអញ្ចឹងទៅគឺត្រូវការឲ្យអ្នកទាំងអស់គ្នាគិតសម្រាប់ឲ្យបានច្រើនសិនទី1ដើម្បីសុខភាពពីព្រោះម្លងពេលដែលអ្នកទាំងអស់គ្នាធ្វើនេះគឺអត់គិតសុខភាពខ្លួនឯងទេគិតតែប្រឹងដូចថាពេលខ្លះវាលើកដាក់លើកម្លាំងនឹងហើយនឹងមួយទៀតអ្នកទាំងអស់គ្នាខ្វះការសម្រាកក៏ដូចជារឿងខ្លះនៅក្នុងគ្រួសាររហូតដល់អ្នកទាំងអស់គ្នាភ្លេចមើលស្ថានភាពបំពេញកាតព្វកិច្ចក្នុងគ្រួសារអីអញ្ចឹងទៅដល់អញ្ចឹងទៅវាធ្វើឲ្យមានបញ្ហាអីខ្លះចូលមកតែវាមិនធំដុំអីទេគ្រាន់ថាក្នុងអំឡុងពេលនេះគឺបើសិនជាទទួលបានលទ្ធផលមកវាមិនគប់ចិត្តហ្មងអ្នកទាំងអស់គ្នាសារៈបន្តិចរួចហើយយកប្រមូលកម្លាំងធម៌ពលទាំងអស់ហ្នឹងដើម្បីគិតចាប់ផ្ដើមថ្មីម្ដងទៀតនេះគឺដោយការជឿជាក់ហើយស្ទុះម្ដងនេះគឺចំគោលដៅវាហ្មងសម្រាប់សិលកាត SE of Cup នេះឬក៏ X of Cup នេះវាបង្ហាញថាអ្នកទាំងអស់គ្នានឹងមាននៅការចាប់ផ្ដើមថ្មីមួយនេះអ្វីដែលខ្ញុំប្រាប់មិញនេះថានៅពេលដែលអ្នកទាំងអស់គ្នាសារៈហើយស្ទុះឡើងមកធ្វើម្ដងទៀតវាគឺជាការចាប់ផ្ដើមថ្មីមួយការងារហ្នឹងក៏ដូចជាធម៌ពលចិត្តអ្នកទាំងអស់គ្នាចាប់ផ្ដើមខ្លាំងជាងមុនហើយសកម្មភាពដែលចេញទៅគឺខ្លាំងហ្មងដល់ពេលអញ្ចឹងអាភាពច្នៃប្រឌិតអីផ្សេងអារម្មណ៍ដែលជំរុញឲ្យមកហ្នឹងគឺវាធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែស្រឡាញ់អាការងារមួយហ្នឹងស្រឡាញ់ហើយនឹងពេញចិត្តហើយក៏មានចំណុចចាប់ដើមដែលល្អបន្ទាប់ពីអ្នកទាំងអស់គ្នាចាប់ដើមសម្រាប់ហើយគិតឡើងវិញទៅពីព្រោះលើកនេះអត់ធ្វើទៅប្រុសប្រាស់ទាំងអត់បានគិតច្រើនទេគិតច្បាស់លាស់ហើយប៉ុន្តែមិនមែនបានន័យថាអ្នកទាំងអស់គ្នាដួលទេណាអាលទ្ធផលមុនហ្នឹងគ្រាន់តែថាវាអត់ដោយការរំពឹងទុកដែលខ្លួនឯងចង់បានយកតែម្ដងអញ្ចឹងខ្លួនឯងសារៈម្ដងនេះស្ទុះឡើងម្ដងទៀតគឺស្ទុះទៅទាំងភាពជឿជាក់ទាំងក្តីសង្ឃឹមចាប់ផ្ដើមឡើងអញ្ចឹងសម្រាប់សេកាត់ X of Short នេះគឺបានន័យថានៅពេលខ្លះគ្រាន់តែពេលខ្លះណាអ្នកទាំងអស់គ្នាក៏នៅតែមានអារម្មណ៍ម្ដងម្កាលនៅតែខ្លាចថាតិចដូចមុនទៀតទៅវាស្ទាក់ស្ទើរអញ្ចឹងក៏វាធ្វើឲ្យភ័យខ្លាចខ្លួនឯងគិតច្រើនខ្លួនឯងអញ្ចឹងទៅពេលខ្លះចង់ហ៊ានដើរទៅមុខទៀតទេតាមពិតវាគ្រាន់តែជាអារម្មណ៍នៃការភ័យខ្លាចពីព្រោះអីវាអ្នកទាំងអស់គ្នាគឺចងភ្នែកឡើងចិត្តហ្នឹងចងមុខឡើងចិត្តហ្នឹងហើយដើរជុំវិញហ្នឹងតែកុំភ្លេចថាផ្លូវគឺវាមានទេតែនៅក្នុងស្ថានភាពដែលយើងវាចង់បាក់អញ្ចឹងយើងចេះតែខ្លាចនេះខ្លាចនោះអាកាលពីមុនយើងជ្រុលស្ទុះលឿនវឹងទៅហ្មងប៉ុន្តែឥឡូវដល់ពេលសារៈមកធ្វើឲ្យ
មកមកចង់ហ៊ានដើរទេពីព្រោះអីយើងខ្លាចជួបនៅបញ្ហាអញ្ចឹងទៀតអញ្ចឹងនៅក្នុងហ្នឹងក៏អាចនឹងមានសភាពបែបហ្នឹងមកអ្នកទាំងអស់គ្នាដែរប៉ុន្តែគេនិយាយថាកុំឲ្យអ្នកទាំងអស់គ្នាហ្នឹងគិតច្រើនហួសកម្រិតរបស់ខ្លួនឯងពេកវាអាចធ្វើឲ្យធម្មពលចិត្តខាងក្នុងហ្នឹងវាទៅជាខ្សោយរាំងស្ទះនៅគោលដៅដែលអ្នកទាំងអស់គ្នាចង់បានលើហើយអញ្ចឹងគេគ្រាន់តែពមៀនហើយនឹងជួយអប់រំបន្ថែមនៅក្នុងចិត្តយើងកុំឲ្យយើងនៅក្នុងសភាពតានតឹងបែបហ្នឹងតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់សកាត់ the hierophant នេះគឺគេចង់និយាយថាឲ្យអ្នកទាំងអស់គ្នាគិតអំពីច្បាប់ទម្លាប់ឬមួយក៏រចនាសម្ព័ន្ធការងាររបស់អ្នកទាំងអស់គ្នាហ្នឹងឲ្យវាត្រឹមត្រូវហ្នឹងហើយគឺត្រូវមានការទទួលបាននៅដំបូងមានពីអ្នកដែលមានបទពិសោធន៍បានន័យថាអ្នកទាំងអស់គ្នាគឺត្រូវតែស្វែងរកជំនួយពីខាងក្រៅទៅលើអ្នកដែលគេមានបទពិសោធន៍រឿងហ្នឹងឬក៏អ្នកទាំងអស់គ្នាអាច search មើលទៅលើប្រព័ន្ធអ៊ីនធឺណិតដែលគេនិយាយលម្អិតឬក៏គេបង្ហាញអំពីបទពិសោធន៍ចាស់ៗរបស់គេដែលគេធ្លាប់ធ្វើទៅទទួលបានជោគជ័យអ្នកទាំងអស់គ្នាគ្រាន់តែមើលទៅតាមហ្នឹងទៅអ្នកទាំងអស់គ្នាក៏អាចនឹងទទួលបានទិន្នន័យខ្លះៗបន្ថែមទៀតដើម្បីឲ្យកម្លាំងនៃការធ្វើទៅហ្នឹងវាត្រូវតាមលំដាប់លំដោយហើយវានឹងมันអាចមានការខកចិត្តទៀតទេបើទោះជាលើកនេះបានឬមិនបានគឺថាអូលទ្ធផលប៉ុណ្ណឹងគឺពេញចិត្តល្មមអូខេប៉ុណ្ណឹងហើយពិសេសមួយទៀតអ្នកទាំងអស់គ្នាមាន spirit awakening បានន័យថាញៀនរបស់អ្នកទាំងអស់គ្នាកំពុងតែបើកហើយចិត្តវិញ្ញាណនៅខាងក្នុងអ្នកទាំងអស់គ្នាកំពុងតែបើករឿងអីបានខ្ញុំនិយាយអញ្ចឹងសូម្បីតែអ្នកទាំងអស់គ្នាចូលមើលកាតនេះមើលការអានកាតរបស់ខ្ញុំនេះក៏បានន័យថាអ្នកទាំងអស់គ្នាកំពុងតែញៀនបើកជាមួយនឹងការស្រូបទាញរបស់ចក្រវាឡហើយអ្នកដែលជឿជាក់ពីព្រោះវាជារឿងសកលទេអញ្ចឹងអ្នកទាំងអស់គ្នាចាប់ដើមជឿជាក់ថាអូលើលោកនេះពិតជាមានរឿងដែលមានអ្នកតាមថែសារមានអីចឹងណាហើយអ្នកទាំងអស់គ្នាជឿជាក់ទៅលើការទស្សទាយអីអញ្ចឹងអ្នកទាំងអស់គ្នាក៏ចាប់ដើមចង់មើលចង់អីចង់ដឹងពីដែលគេមើលថារ៉តអីអញ្ចឹងណាឬក៏អ្នកណាដែលគេនិយាយពីច្បាប់សូបទាញអីផ្សេងអ្នកទាំងអស់គ្នាចាប់ដើមចង់ដឹងចង់ឮតាក់ទងនឹងរឿងអស់ហ្នឹងអញ្ចឹងញៀនអ្នកទាំងអស់គ្នាកំពុងតែបើកអីធ្វើទៀតចោះអត់អីទេអ្នកទាំងអស់គ្នាកំពុងដើរនៅលើផ្លូវមួយត្រូវដែលវានឹងអាចសម្រេចគោលដៅហើយអញ្ចឹងសម្រាប់សកាតនេះវិញគឺគេបង្ហាញពីថាអ្នកទាំងអស់គ្នាបើសិនជាមានការបដិញ្ញាចិត្តខ្ពស់គឺអ្នកទាំងអស់គ្នាដឹកនាំគម្រោងអីទៅគឺមានភាពមើងម៉ាត់ម៉ត់ចាត់ដល់ពេលអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចគ្រប់គ្រងស្ថានភាពវាបានទាំងអស់ព្រោះជាស្ដេចអញ្ចឹងអាចរិកស្ដេចហ្នឹងគឺយើងមានការគ្រប់គ្រងស្ថានភាពបានរឹងមាំហើយមិនងាយចោះចាញ់អីផ្សេងហ្នឹងគឺជាចរិតដែលខ្លាំងដែលប្រកែអញ្ចឹងណាហើយសម្រាប់ស្លកាត់ចុងបញ្ចប់នេះវិញគឺបង្ហាញអំពីដំណឹងល្អលទ្ធផលដែលធ្វើហ្នឹងនេះទទួលបានដំណឹងដែលល្អមានក្តីសង្ឃឹមថ្មីនិងមានការរៀនសូត្រមកថ្មីអ្វីក៏ដោយគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមបើកញៀនរបស់អ្នកទាំងអស់គ្នាឡើងវិញហើយស្វែងយល់រឿងខាងក្រៅដោយចិត្តវិញ្ញាណរបស់អ្នកទាំងអស់គ្នាផ្ទាល់ទៅ search មើលទៅស្រាវជ្រាវអីផ្សេងទៅក៏ឃើញថាវាពិតជាទទួលបានដោយក្តីរីករាយមែនសំបីតែស្លកាត់ចុងបញ្ចប់បាតកាត់ក៏មានពាក្យ double ដែរគឺសម្រាប់ជោគជ័យហ្នឹងអញ្ចឹងបើនិយាយពីការដែលធ្វើសរុបមកនេះអ្នកទាំងអស់គ្នាគឺធ្វើវានឹងត្រូវគោលដៅហើយចង់ឱកាសនៃការទទួលបាននៃជោគជ័យហ្នឹងគឺវាមានខ្ពស់ប៉ុន្តែគ្រាន់ថាវាមិនមែនដើរទៅតាមផ្លូវរលូនដោយគ្មានការគិតវែងឆ្ងាយអីទេវាមានតាំងពីការស្រាវជ្រាវរកមើលអ្នកដែលមានបទពិសោធន៍អីហ្នឹងវាមិនមែនស្រួលណាមិនផ្លែតឡើងអាចធ្វើទៅបានដូចចិត្តណាហើយគម្រោងទាំងអស់ហ្នឹងនឹងមានធម៌ពលខ្លាំងទាំងការចាប់ដើមក៏ដូចជាអ្វីរួមទាំងធម៌ពលនៃការគ្រប់គ្រងក្នុងចិត្តឬក៏ធម៌ពលផ្សេងបញ្ចូលគ្នាទៅវាបង្កើតជាគ្រឹះរឹងមាំប៉ុន្តែអ្នកទាំងអស់គ្នាគឺត្រូវតែធ្វើអីយ៉ាងដូចថាកុំឲ្យមានការភ័យខ្លាចពេកអាចជំនះអាចចិត្តខ្លួនឯងនេះព្រោះវានៅចំណុចកណ្ដាលអញ្ចឹងគឺត្រូវប្រុងប្រយ័ត្ននឹងពោះការភ័យខ្លាចជ្រុលពេកអត់ចង់ហ៊ានដើរទៅមុខនេះវាអាចធ្វើឲ្យបន្តិចនៅអ្វីដែលអ្នកទាំងអស់គ្នាអាចចង់បានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវនឹងរឿងនេះវីដេអូនេះអ្នកទាំងអស់គ្នាចូល comment ដើម្បីក្លាំយក energy ដែលទទួលបានជោគជ័យយកអាលេខខ្ពស់បំផុតគឺ999ហ្នឹងហើយនឹងផ្ញើទៅដល់អ្នកដែលបានអូសកាត់ឃើញវីដេអូរបស់ខ្ញុំស្រឡាញ់ចូលចិត្តការអានកាត់ tarot របស់ខ្ញុំអ្នកទាំងអស់គ្នាជួយ follow page ខ្ញុំជួយ comment ឲ្យបានច្រើនហើយនឹងជួយ like ក៏ដូចជាជួយ share ដើម្បីចែករំលែកធម៌ពលទាំងអស់ហ្នឹងទៅមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាឲ្យបានឃើញហើយក៏ដូចជាអ្នកទាំងអស់គ្នាជួយខ្ញុំមួយផ្នែកដើម្បីឲ្យខ្ញុំមានឱកាសបានទទួលចំណូលពីក្នុងវីដេអូហ្នឹង
ដូចជា Facebook អីអញ្ចឹងណាអញ្ចឹងទៅអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តខ្ញុំអ្នកទាំងអស់គ្នាអាចជួយខ្ញុំបានតាមរយៈហ្នឹងខ្ញុំមិនងាយនិយាយពាក្យហ្នឹងទេតែនេះខ្ញុំគិតថាជាការសុំរបស់ខ្ញុំអូខេសូមឲ្យសំណាងល្អខ្ញុំសូមជូនពរដល់ស្មោះណាបាយបាយ